back to Miss Queen Cambodia 2023 as presented by Alexia Cambodia ចាពេលនេះផងដែរក៏សូមស្វាគមន៍សាជាថ្មីបែកខនារីកម្ពុជាទាំង8រូបចុងក្រោយមកកាន់វេទិកាម្ដងទៀត And please welcome back on stage once again our top 8 semi-finalistsសូមសម្ដែងពួកគាត់មួយទៀតមកបាទរូបចុងក្រោយក៏បានមកដល់នៅសល់បែកខនារី8រូបចុងក្រោយប៉ុន្តែមានតែបែកខនារី5រូបប៉ុណ្ណោះដែលនឹងឈានចូលទៅដល់វគ្គផ្ដាច់ព្រាត់ជាមួយនឹងការបូកបន្ទុកពីគណៈកម្មការនិងគណៈរៀបចំកម្មវិធីបវរកញ្ញាភេទទី3កម្ពុជានេះជាពេលដែលត្រូវប្រកាសបែកខនារី5រូបចុងក្រោយ And now it's time to announce our top 5 Each lady remaining but only 5 will move on to the final show with the combined score from panel of judges and our Miss Queen Cambodia organizations. It's time to reveal the top 5 in no particular orders. Nake! ไปคันยรีកំពូលទាំង5រូបចុងក្រោយបានទៅលើសូមអបអរសាទរបាយខានារីខ្ជូស៊ី001កញ្ញាស្លាប់ឈើជាបន្ទាប់សូមអបអរសាទរបាយខានារីខ្ជូស៊ី016កញ្ញាដាវីកាសូមអបអរសាទរកញ្ញាដាវីកាជាបន្ទាប់សូមអបអរសាទរបាយខានារីខ្ជូស៊ីលេម៉ានខ្ជូស៊ី32កញ្ញាដេវីឡាជាបន្ទាប់សូមអបអរសាទរបាយខានារីខ្ជូស៊ី023កញ្ញាភីមភីមនៅសល់បេក្ខនារីតែមួយរូបតែប៉ុណ្ណោះដែលអាចឈានចូលទៅវគ្គបេក្ខនារីកម្ពុជាទាំង5រូបចុងក្រោយដូច្នេះសូមអបអរសាទរបេក្ខនារីលេម៉ានសូមអបអរសាទរបេក្ខនារីខ្ជូស៊ី019កញ្ញាម៉ៃយ៉ាបាទក៏សូមអរគុណដល់បេក្ខនារីដែលមិនទទួលបានជ័យជម្នះ
Congratulations to our top 5 Miss Queen Cambodia 2023. ចាហើយនេះគឺជាវគ្គផ្ដាច់ព្រាត់ក៏ជាវគ្គដែលបេក្ខនារីរបស់យើងទាំង5រូបត្រូវធ្វើការឆ្លើយសំណួរបេក្ខនារីទាំង5រូបនឹងត្រូវឆ្លើយសំណួរដូចគ្នាហើយមានរយៈពេលត្រឹមតែ30វិនាទីតែប៉ុណ្ណោះនៅក្នុងការឆ្លើយសំណួរ This is the final show, and it's for the final look and the question and answer of our top 5 candidates. Our top 5 will answer the same questions. They only have 30 seconds to answer the questions. យើងខ្ញុំនឹងធ្វើការអានសំណួរ2ដងជាភាសាខ្មែរនិងជាភាសាអង់គ្លេស I will read the questions 2 times in Khmer and English. សូមចាប់ផ្ដើមពីកញ្ញាស្លឹកឈើ សំណួរសួរថាតើហេតុអ្វីកញ្ញាត្រូវតែជាម្ចាស់មកុដនៅក្នុងកម្មវិធីបវរកញ្ញាភេទទី3កម្ពុជាឆ្នាំ2023សំណួរសួរថាតើហេតុអ្វីកញ្ញាត្រូវតែជាម្ចាស់មកុដនៅក្នុងកម្មវិធីបវរកញ្ញាភេទទី3កម្ពុជាឆ្នាំ2023 Why you should be the winner of Miss Queen Cambodia 2023 Why should you be the winner of Miss Queen Cambodia 2023 សូមចាប់ផ្ដើម I should be the new Miss Queen Cambodia 2023 because I am trusting myself, believe in myself, and I do this for myself and for everyone LGBT. Thank you. បាទសូមអរគុណបាទក៏សូមបេក្ខនារីបន្តខ្ញុំបាទសូមបញ្ជាក់ថាកញ្ញាមានរយៈពេលតែ30វិនាទីនៅក្នុងការឆ្លើយសំណួរសំណួរសួរថាតើហេតុអ្វីកញ្ញាត្រូវតែជាម្ចាស់មកុដនៅក្នុងកម្មវិធីបវរកញ្ញាភេទទី3កម្ពុជាឆ្នាំ2023សំណួរសួរថាតើហេតុអ្វីកញ្ញាត្រូវតែជាម្ចាស់មកុដនៅក្នុងកម្មវិធីបវរកញ្ញាភេទទី3កម្ពុជាឆ្នាំ2023 Why should you be the winner of Miss Queen Cambodia 2023 Why should you be the winner of Miss Queen Cambodia 2023សូមចាប់ផ្ដើម បាទជានាងខ្ញុំត្រូវតែឈ្នះមកគាត់នៅក្នុងរាត្រីនេះពីព្រោះនាងខ្ញុំមានទាំងសម្រស់សមត្ថភាពចំណេះដឹងនិងភាពក្លាហានគ្រប់គ្រាន់សម្រាប់តំណាងឲ្យប្រទេសកម្ពុជានាងខ្ញុំនឹងប្រើប្រាស់ឥទ្ធិពលនៃសម្លេងរបស់នាងខ្ញុំដើម្បីបញ្ឈប់ការលើកអាងភេទទី3នៅក្នុងសង្គមខ្ញុំនឹងប្រើតំណែងនេះដើម្បីឲ្យប្រទេសខ្ញុំនឹងប្រើតំណែងនេះដើម្បីលើកយកវប្បធម៌អរិយធម៌ប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិនាងខ្ញុំនឹងលើកឡើងដំណើរភេទទី3ប្រជាកម្ពុជាតាមរយៈសម្លេងរបស់នាងខ្ញុំដោយមិនចាំបាច់រស់ពឹងអ្នកណាគឺយើងត្រូវរៀនរស់ដោយខ្លួនឯងនិងជាខ្លួនឯងត្រូវចាំថានោះទូទាំងសកលលោកនឹងទទួលស្គាល់ថាភេទទី3ក៏អាចប្រកបមុខរបរនិងការងារបានយ៉ាងជោគជ័យដោយបុរសនិងស្ត្រីដែរសូមអរគុណ បាទសូមអរគុណសូមគោរពអញ្ជើញបេក្ខនារីបន្តខ្ញុំបាទសូមបញ្ជាក់កញ្ញាមានរយៈពេល30វិនាទីនៅក្នុងការឆ្លើយសំណួរដូច្នេះសំណួរសួរថាតើហេតុអ្វីកញ្ញាត្រូវតែជាម្ចាស់មកុដនៅក្នុងកម្មវិធីបវរកញ្ញាភេទទី3កម្ពុជាឆ្នាំ2023តើហេតុអ្វីកញ្ញាត្រូវតែជាម្ចាស់មកុដនៅក្នុងកម្មវិធីបវរកញ្ញាភេទទី3កម្ពុជាឆ្នាំ2023 Why should you be the winner of Miss Queen Cambodia 2023 Why should you be the winner of Miss Queen Cambodia 2023សូមចាប់ផ្ដើម The reason why I should be the winner of the Miss Queen Cambodia because I have all the quality to become the winner. I believe in myself and I am knowledgeable and beauty, confident, as ability. I will use my voice to inspire another trans women, especially trans women, to believe in themselves, kind, nice, and to everyone. And I will try my best and I will compete to win international stage. Thank you. បាទសូមអរគុណក៏សូមអញ្ជើញបេក្ខនារីបន្ត
ខ្ញុំបាទសូមបញ្ជាក់ថាកញ្ញាមានរយៈពេលតែ30វិនាទីនៅក្នុងការឆ្លើយសំណួរខ្ញុំនឹងធ្វើការសួរសំណួរចំនួន2ដងជាភាសាខ្មែរនិងភាសាអង់គ្លេសដូច្នេះសំណួរសួរថាតើហេតុអ្វីកញ្ញាត្រូវតែជាម្ចាស់មកុដនៅក្នុងកម្មវិធីបបរកញ្ញាភាគទី3កម្ពុជាឆ្នាំ2023តើហេតុអ្វីបានជាកញ្ញាត្រូវតែជាម្ចាស់មកុដនៅក្នុងកម្មវិធីបបរកញ្ញាភាគទី3កម្ពុជាឆ្នាំ2023 Why should you be the winner of Miss Queen Cambodia 2023 Why should you be the winner of Miss Queen Cambodia 2023សូមចាប់ផ្ដើម មកពីខ្ញុំភីមមានភាពជឿជាក់និងមានភាពវៃឆ្លាតនៅក្នុងការក្រុមអង្គក្នុងរាត្រីយប់នេះហើយនឹងភីមក៏ជាដូចថាសម្រាប់មានសម្រាប់ស្អាតដែលអាចយកស្នាមអង្គក្នុងរាត្រីយប់នេះផងដែរចាសសូមអរគុណ បាទសូមអរគុណក៏សូមអញ្ជើញបេក្ខនារីចុងក្រោយខ្ញុំបាទក៏សូមបញ្ជាក់ថាកញ្ញាមានរយៈពេលតែ30វិនាទីនៅក្នុងការឆ្លើយសំណួរហើយខ្ញុំបាទនឹងសួរសំណួរចំនួន2ដងជាភាសាខ្មែរនិងភាសាអង់គ្លេសសំណួរសួរថាតើហេតុអ្វីកញ្ញាត្រូវតែជាម្ចាស់មកុដនៅក្នុងកម្មវិធីបបរកញ្ញាភាគទី3កម្ពុជាឆ្នាំ2023តើហេតុអ្វីកញ្ញាត្រូវតែជាម្ចាស់មកុដនៅក្នុងកម្មវិធីបបរកញ្ញាភាគទី3កម្ពុជាឆ្នាំ2023 Why should you be the winner of Miss Queen Cambodia 2023 Why should you be the winner of Miss Queen Cambodia 2023សូមចាប់ផ្ដើម បានជានាងខ្ញុំអាចខ្លាចទៅជាម្ចាស់មកុដនៅក្នុងរាត្រីយប់នេះពីព្រោះនាងខ្ញុំមានភាពស្រស់ស្អាតប្រកបដោយទំនុកចិត្តវេទិកាមួយនេះបានជំរុញឲ្យនាងខ្ញុំចូលរួមក្នុងការលុបបំបាត់នៃការរើសអើងភេទនៅកម្ពុជានាងខ្ញុំនឹងប្រើសម្លេងរបស់នាងខ្ញុំដើម្បីជំរុញដល់យុវវ័យឲ្យខ្លាចទៅជាសសរដ៏រឹងមាំនៃកម្ពុជានិងងាកមកជួយការងារសង្គមនាងខ្ញុំមានគោលដៅក៏ដូចជាការជំរុញឲ្យប្រជាជនកម្ពុជាជឿជាក់លើខ្លួនឯងធ្វើអ្វីជាខ្លួនឯងនិងសម្រេចក្តីសុបិនរបស់ខ្លួនឯងដូច្នេះនាងខ្ញុំគិតថានាងខ្ញុំតែម្នាក់គត់ដែលស័ក្តិសមនៅក្នុងការមកុដនៅក្នុងរាត្រីយប់នេះ បាទសូមអរគុណ ចាបេក្ខនារីរបស់យើងពិតជាធ្វើបានល្អមែនទែនសូមអបអរសាទរដល់អ្នកទាំងអស់គ្នា What an amazing job lady you are a winner and congratulations to all of you ចាមុននឹងធ្វើការប្រកាសជ័យលាភីបវរកញ្ញាភេទទី3កម្ពុជាឆ្នាំ2023យើងខ្ញុំក៏សូមធ្វើការថ្លែងអំណរគុណដល់អ្នកបណ្ដាឧបត្ថម្ភកម្មវិធីរបស់យើងខ្ញុំនឹងធ្វើការជូនលិខិតថ្លែងអំណរគុណដល់ពួកគាត់ Before we reveal our new Miss Queen Cambodia 2023 to thanks to our valuable sponsor we will give an appreciation certificate to them so please welcome on stage Mr. Eng Si Mei General Manager of Cambodia International Model and please welcome on stageលោកស្រីសឿនសាវឌីរទ្ធីឡើងលើវេទិកាដើម្បីទទួលនៅលិខិតថ្លែងអំណរគុណ បាទសូមអរគុណជាបន្តខ្ញុំបាទក៏សូមគោរពអញ្ជើញអ្នកតំណាងឲ្យផ្ការៈ Floris អញ្ជើញមកកាន់វេទិកាដើម្បីទទួលនៅលិខិតថ្លែងអំណរគុណ ខ្ញុំបាទក៏សូមគោរពអញ្ជើញ Kim Park Sash អញ្ជើញមកកាន់វេទិកាដើម្បីទទួលនៅលិខិតថ្លែងអំណរគុណផងដែរបាទ បាទសូមអរគុណជាបន្តខ្ញុំបាទក៏សូមគោរពអញ្ជើញអ្នកតំណាង D Channel អញ្ជើញមកកាន់វេទិកាដើម្បីទទួលនៅលិខិតថ្លែងអំណរគុណបាទ ជាបន្តខ្ញុំបាទក៏សូមគោរពអញ្ជើញអ្នកតំណាង AB Studio Sihanoukville និង AB Studio Sihanoukville Plus អញ្ជើញមកកាន់វេទិកាដើម្បីទទួលនៅលិខិតថ្លែងអំណរគុណ បាទសូមអរគុណ ចាក៏សូមអរគុណដល់រដ្ឋបណ្ដា
sponsor ទាំងអស់នៅក្នុងកម្មវិធីនៅក្នុងរាត្រីនេះផងដែរ Thank you so much, Mr. Eng Si Ming, and all our sponsors once again. ចាឥឡូវនេះជាពេលវេលាដែលយើងនឹងធ្វើតាមទំនៀមទម្លាប់នៃកម្មវិធីជាមួយនឹងការដើរនៅលើវេទិកាក្នុងនាមជាបវរកញ្ញាភេទទី3កម្ពុជា And now it's time for their traditional farewell walk. First, let's welcome on stage Miss Candy, first runner-up Miss Queen Cambodia 2022. សូមស្វាគមន៍កញ្ញា Candy First Runner Up Miss Queen Cambodia 2022 And now, please give a big round of applause for our Miss Queen Cambodia 2022, Miss 1B. ចាសូមស្វាគមន៍កញ្ញា 1B បវរកញ្ញាភេទទី3កម្ពុជាឆ្នាំ2022 រយៈពេលពេញមួយឆ្នាំដែលនាងខ្ញុំបានក្រុងតំណែង Miss Queen Cambodia ឆ្នាំ2022តំណែងមួយនេះពិតជាមានតម្លៃខ្លាំងបំផុតសម្រាប់នាងខ្ញុំដោយសារតែនេះជាក្តីសុបិនរបស់នាងខ្ញុំតាំងពីតូចមកក្នុងពេលដែលនាងខ្ញុំបានក្រុងតំណែងមួយនេះនាងខ្ញុំបានទទួលមេរៀននិងបទពិសោធន៍ជាច្រើនចូលមកកាន់ជីវិតនាងខ្ញុំហើយវេទិកាមួយនេះបានផ្លាស់ប្ដូរជីវិតនាងខ្ញុំទាំងស្រុងដោយនាងខ្ញុំទទួលបានការស្រឡាញ់ការឲ្យតម្លៃពីមនុស្សជុំវិញខ្លួននិងមហាជនជាច្រើនជាពិសេសនាងខ្ញុំបានក្លាយជាបុគ្គលម្នាក់ដែលអាចប្រើប្រាស់សម្លេងនិងបំផុសគំនិតអប់រំជាច្រើនដល់សង្គមផងដែរហើយឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសូមអរគុណដល់បងប្រុសម៉ែនីមរតដែលគាត់បានបង្កើតកម្មវិធី Miss Queen Cambodia នេះឡើងក្នុងគោលបំណងលើកតម្កើងនិងលុបបំបាត់ការរើសអើងភេទជាពិសេសគឺការបង្កើតក្តីស្រឡាញ់ទាមទារសិទ្ធិស្មើគ្នានៅក្នុងសង្គមនាងខ្ញុំពិតជាអរគុណដល់បងរតសម្រាប់ការណែនាំល្អៗប្រាប់អ្វីដែលខុសនិងអ្វីដែលត្រូវនៅក្នុងវិស័យនេះមិនត្រឹមតែជាមេដ៏ល្អតែជាការស្រឡាញ់និងផ្ដល់ភាពកក់ក្ដៅប្រៀបបានដូចជាបងប្រុសនាងខ្ញុំសូមអរគុណដល់គ្រួសារ CIM និងបណ្ដា sponsor ទាំងអស់បើសិនជាគ្មានពួកគាត់ទេកម្មវិធីនេះក៏មិនអាចរលូនមកដល់ពេលនេះផងដែរហើយជាពិសេសនាងខ្ញុំសូមអរគុណទៅដល់គ្រួសាររបស់នាងខ្ញុំលោកប៉ាអ្នកម៉ាក់ដែលបានផ្ដល់កំណើតដល់រូបនាងខ្ញុំហើយអរគុណខ្លាំងបំផុតសម្រាប់ការស្រឡាញ់ដែលមិនរើសអើងក៏ដូចជាឲ្យតម្លៃកូនម្នាក់នេះខ្លាំងបំផុតនាងខ្ញុំសូមអរគុណដល់ម៉ែនិងជាងផាត់មុខដែលតែងតែជួយនាងខ្ញុំក្នុងកំឡុងពេលប្រកួតរហូតដល់ពេលនេះជាពិសេសក្នុងរាត្រីនេះអរគុណដល់បងប៊ុនណាដែលតែងតែផ្ដល់ភាពស្រស់ស្អាតជូនប្អូនហើយក៏សូមអរគុណដល់បងសុធានីសម្រាប់ชุดដ៏ស្រស់ស្អាតនារាត្រីនេះហើយក៏អរគុណទៅដល់បងដែលជាជាងកាត់ដេរដែលបាន sponsor ជូនប្អូនកន្លងមកនិងអរគុណទៅដល់បណ្ដាអ្នកគ្រប់គ្រងរូបនាងខ្ញុំទាំងអស់បើសិនជាគ្មានការស្រឡាញ់ពីពួកគាត់ទេក៏គ្មានរូបនាងខ្ញុំនៅថ្ងៃនេះដែរជាចុងក្រោយនាងខ្ញុំសូមផ្ញើសារទៅអ្នកដែលមានក្តីស្រមៃត្រូវចេះតស៊ូតាំងចិត្តដើរទៅមុខដោយក្តីសង្ឃឹមកុំបោះបង់ខ្លួនឯងដោយពាក្យថាទេលុបបំបាត់ការរើសអើងភេទចាប់ផ្ដើមពីខ្លួនអ្នក Eliminate gender discrimination in society start with yourself ហើយនាងខ្ញុំសូមឲ្យអ្នកបន្តដំណើរពីនាងខ្ញុំប្រតិបត្តិខ្លួនឲ្យបានល្អបំផុតនិងធ្វើអ្វីដែលល្អសម្រាប់សង្គមដោយនាងខ្ញុំសូមឲ្យពុកម៉ែបងប្អូនចងចាំរូបនាងខ្ញុំ 1B Miss Queen Cambodia 2022ដោយទៅជា 1B
Miss International Queen Cambodia 2023. See you soon, International Stake on June. បាទខ្ញុំបាទក៏សូមគោរពអញ្ជើញកញ្ញា Saifon Top 11 Miss Queen International ឆ្នាំ2022អញ្ជើញមកកាន់វេទិកាដើម្បីបំពាក់ខ្សែឈៀងដល់កញ្ញា Van B បាទខ្ញុំបាទក៏សូមបញ្ជាក់ថាកញ្ញា Van B នឹងចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Queen International នៅក្នុងពេលខាងមុខផងដែរបាទ ចាក៏សូមបញ្ជាក់ផងដែរកញ្ញា Van B នឹងចូលរួមប្រកួតនៅក្នុងកម្មវិធី Miss International Queen Cambodia នៅក្នុងពេលឆាប់ៗនេះសូមការគាំទ្រពីបងប្អូនទាំងអស់គ្នាផងដែរចា បាទសូមអរគុណ ចាក៏សូមអរគុណកញ្ញា Candy និងកញ្ញា Van B ចាពេលនេះក៏សូមស្វាគមន៍បេក្ខភាពកម្ពុជាទាំង5រូបចុងក្រោយមកកាន់វេទិកាសារជាថ្មីម្ដងទៀត And now let's welcome back on stage once again our top 5 Miss Queen Cambodia 2023. Title sponsor Alexia Cambodia Supported by Cambo Beauty Cambodia Boost Strong Care Florist Team Park Sash Media Partner D Channel Official Photographer AB Studio Sihanoukville AB Studio Sihanoukville Plus Organized by the Olympia Mall Seal Model Cambodia គណៈពេលនេះផងដែរក៏សូមស្វាគមន៍បេក្ខនារីកម្ពុជាទាំង5រូបឡើងមកកាន់វេទិកាសារជាថ្មីម្ដងទៀតផងដែរ And now let's welcome back on stage once again our top 5 Miss Queen Cambodia 2023. Please welcome At the moment, Onsu is finally here. Ladies, good luck and congratulations. ជាដំបូងខ្ញុំបាទក៏សូមប្រកាសជ័យលាភីលំដាប់រងទី4សូមអបអរសាទរបៃខានីរី M QC 23កញ្ញាព្រាម ចាសូមអបអរសាទរ ខ្ញុំបាទក៏សូមគោរពអញ្ជើញកញ្ញាថងម៉ាឡានិងកញ្ញាហ៊ុនកិច្ចឡាងលោករីសវណ្ណានិងលោកស្រីសឿងសាវរីរិទ្ធីអញ្ជើញមកកាន់វេទិកាដើម្បីជូននៅខ្សែឈៀងបាច់ផ្កាផងដែរបាទសូមអរគុណ
បាទកសូមជម្រាបថាសម្រាប់ម្ចាស់ JLP ទាំង5រូបនឹងទទួលបានប្រាក់រង្វាន់ពី Kangoo Clinic voucher សម្រាប់ JLP winner ចំនួន$10,000 សម្រាប់ first runner up ចំនួន$8,000 សម្រាប់ third runner up ចំនួន$7,000 សម្រាប់ second runner up សំទោ third runner up ចំនួន$6,000 និង fourth runner up ចំនួន$5,000 ផងដែរបាទ បាទសូមអរគុណសាទរដល់កញ្ញាភីមភីម ជាបន្ទាប់ខ្ញុំបាទនឹងធ្វើការប្រកាសជូននៅ JLP លំដាប់រងទី 3 JLP លំដាប់រងទី 3 បានទៅលើ Up or Sato by Kanyeri M Shusi 31កញ្ញា Selector ខ្ញុំបាទក៏សូមគោរពអញ្ជើញអ្នកនាងសូអែណាកញ្ញាស៊ុនពិសីលោកអេប៊ីវ៉ាណានិងកញ្ញាសឿនសាវរីរិទ្ធិអញ្ជើញមកកាន់វេទិកាបាទសូមអរគុណជាបន្ទាប់ខ្ញុំបាទនឹងធ្វើការប្រកាស JLP លំដាប់រងទី 2 JLP លំដាប់រងទី 2 បានទៅលើណាគេសូមអបអរសាទរ JLP លំដាប់រងទី 2 បានទៅលើ M QC 016កញ្ញាដាវីកាខ្ញុំបាទក៏សូមគោរពអញ្ជើញកញ្ញាសៃផុនកញ្ញាដាំសុភ័ក្រស៊ីនឌីកញ្ញារតនាសខាវតីនិងកញ្ញាស៊ីសាវរីរិទ្ធិអញ្ជើញមកកាន់វេទិកាសូមអរគុណដែលសល់by Kanyeri តែពីររូបតែប៉ុណ្ណោះក្នុងចំណោមនេះមានតែមួយរូបនិងใครដែលជាម្ចាស់ JLP នៅក្នុងរាត្រីនេះ JLP បវរកញ្ញាភេទទី 3 កម្ពុជាឆ្នាំ 2023 មុនឈ្មោះដែលយើងខ្ញុំមិនបានហៅនឹងក្លាយជា JLP លំដាប់រងទី 1 ហើយសម្រាប់មូលហេតុណាមួយដែល JLP បវរកញ្ញាភេទទី 3 កម្ពុជាឆ្នាំ 2023 មិនអាចបំពេញតួនាទីរបស់នាងបាន JLP លំដាប់រងទី 1 នឹងក្លាយជាអ្នកបំពេញតួនាទីបន្ត I will first read and announce the name of the winner. The name which will not call is automatically our first runner-up. And for any reason, the Miss Queen Cambodia 2023 cannot fulfill her duty. The first runner-up will take her place. And our new Miss Queen Cambodia 2023 is Samaba Sato by Kanyeri ដែលជាម្ចាស់ JLP បបកញ្ញាភេទទី 3 កម្ពុជាឆ្នាំ 2023 បានទៅលើ
Queen Cambodia ឆ្នាំ2023 Miss Queen Cambodia ឆ្នាំ2023 Samaba Sato MQC 019 កញ្ញាម៉ៃយ៉ាដូច្នេះក៏សូមអបអរសាទរលោកកញ្ញា Devina our first runner up Miss Queen Cambodia ឆ្នាំ2023 ចាយើងខ្ញុំក៏សូមអបអរសាទរកញ្ញា Devina លំដាប់រងទី1បវរកញ្ញាខេត្តទី3កម្ពុជាឆ្នាំ2023 ខ្ញុំបាទក៏សូមគោរពអញ្ជើញកញ្ញា Candy កញ្ញាងិនម៉ារ៉ាឌីកញ្ញាសារីស្រីពេជ្រនិងកញ្ញានិងលោកស្រីសឿសាវឌីរទ្ធីដែលជួយមកកាន់ពិធីការបាទសូមអរគុណបាទសូមអរគុណបាទក៏សូមគោរពអញ្ជើញ Miss Queen Cambodia ឆ្នាំ2023កញ្ញាម៉ៃយ៉ាអញ្ជើញមកខាងមុខខ្ញុំបាទក៏សូមគោរពអញ្ជើញកញ្ញាវ៉ាន់វីកញ្ញាហងម៉ានីតាលោកស្រីសឿនសាវឌីរទ្ធីលោកម្ចាស់បណ្ឌិតគង់រទ្ធីនិងលោកអេងស៊ីមេមកកាន់វេទិកា ចាសូមអបអរសាទរកញ្ញាម៉ៃយ៉ា Miss Queen Cambodia ឆ្នាំ2023 ចាសូមសម្លែងអបអរសាទរកញ្ញាម៉ៃយ៉ា បាទសូមអរគុណបាទនៅក្នុងពេលនេះក៏សូមអញ្ជើញកញ្ញាម៉ៃយ៉ា The New Miss Queen Cambodia ឆ្នាំ2023ធ្វើការដើរក្នុងនាមជាបវរកញ្ញាភេទទី3កម្ពុជាឆ្នាំ2023លើកដំបូងផងដែរបាទ First walkបាទក៏សូមគោរពអញ្ជើញម្ចាស់ទេលេភីទាំង4រូបទៀតអញ្ជើញមកកាន់វេទិកាខាងមុខផងដែរបាទ
2022 នាងខ្ញុំជាចារនី Miss International Cambodia ឆ្នាំ2022ពួកយើងខ្ញុំនឹងវិលត្រឡប់ជួបគ្នាសាជាថ្មីនៅឆ្នាំក្រោយសូមអរគុណសូមគោរពលា